ព្រះគម្ពីរពីកូរិនថូសជំពូក6ខ1ដល់ខ13ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះបានជាយើងខ្ញុំទូមានអ្នករកគ្នាថាកុំឲ្យទទួលព្រះគុណរបស់ព្រះដោយបែបឥតប្រយោជន៍ឡើយត្បិតទ្រង់មានព្រះបន្ទូលថានៅវេលាដែលគាត់ចាត់ដល់អញនោះអញបានស្ដាប់ឯងហើយក្នុងថ្ងៃសង្គ្រោះនោះអញបានជួយឯងមើលឥឡូវនេះជាវេលាដែលគាត់ព្រះរតិទ្រង់មើលថ្ងៃនេះជាថ្ងៃសង្គ្រោះហើយយើងខ្ញុំមិនបង្អាក់បង្អន់ចាប់ដល់អ្នកណាក្នុងកិច្ចការអ្វីឡើយក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះក្នុងគ្រប់ការទាំងអស់នោះយើងខ្ញុំខំទុកដាក់ខ្លួនទុកដូចជាអ្នកបម្រើព្រះគឺក្នុងការទ្រាំទ្រជាច្រើនក្នុងការទុកលំបាកការខ្វះខាតការចង្អៀតចង្អល់ការគេវាយដាក់គុកការពឹកវរក្នុងការនឿយហត់ចាំយាមតមអត់ដោយចិត្តស្អាតដោយចេះដឹងដោយអត់មុតដោយសប្បុរសដោយព្រះវិញ្ញាណបរិសុទ្ធដោយសេចក្តីស្រឡាញ់ស្មោះត្រង់ដោយសារព្រះបន្ទូលដ៏ពិតដោយព្រះជាស្ដេចនៃព្រះដោយកាន់គ្រឿងសស្ត្រាវុធសុចរិតទាំងស្ដាំទាំងឆ្វេងដោយមានគេឈ្មោះហើយត្រូវអាប់អោនដោយគេនិយាយអាក្រក់ឬល្អក្តីទុកដូចជាមនុស្សកំគូតតែពិតត្រង់ទេដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំតែមនុស្សទាំងអស់បានស្គាល់វិញដូចជាហ៊ីបនឹងស្លាប់តែមើលយើងខ្ញុំរស់ទេដូចជាត្រូវវាយផ្ចាលតែមិនបានដួលស្លាប់ទេដូចជាមានសេចក្តីព្រួយតែចេះតែបានសប្បាយវិញដូចជាតល់ក្រតែកំពុងតែចម្រើនដល់មនុស្សជាច្រើនដូចជាគ្មានអ្វីសោះតែមានគ្រប់ទាំងអស់វិញអោពួកកូរិនថូសអើយមាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយចិត្តយើងខ្ញុំបានទូលីឡាអ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេគឺចង្អៀតតែក្នុងចិត្តរបស់អ្នករាល់គ្នាវិញខ្ញុំនិយាយនឹងអ្នករាល់គ្នាទុកដូចជាកូនថាចូលសងដូចគ្នាវិញដោយបើកចិត្តឲ្យទៅលាយឡើងដូចនោះដែរ